មកឲ្យអ្នកទាំងអស់គ្នាទាក់ទងនឹងការធ្វើរូបភាពបែបនេះបាទបែបនេះហើយរូបភាពទាំងអស់នេះសិតតែកើតឡើងទាក់ទងនឹងបង្កើតឡើងដោយ ChatGPT ឬក៏យើងហៅថា AI ហើយរបៀបនៃការធ្វើយើងចូលទៅមើលទាំងអស់គ្នាដំបូងយើងបើក ChatGPT ហើយយើងធ្វើការវាយប្រំយើងវាយប្រំប៉ុណ្ណឹងហើយយើងធ្វើការបញ្ចូលហើយយើងរងចាំរហូតដល់ចប់បាទបន្ទាប់ពីចប់យើងអាចមើលរៀសាបាននេះជារបៀបដែលខ្ញុំឲ្យវាបង្កើតឡើងទាក់ទងរបៀបនៃការបោកក្អាវអញ្ចឹងវាប្រាប់យើងទៅតាម step ដែលនឹងយើងអាចធ្វើការ copy បាទ save as ទៅតាមអ្វីដែលយើងត្រូវការបាទចុះមកដល់របៀបទី2អញ្ចឹងខ្ញុំធ្វើការអ្វីទាក់ទងនឹងprompt មួយហើយ copy prompt នោះទៅដាក់នៅក្នុង ChatGPT ដំបូងយើងចូលទៅកាន់ ChatGPT យើងអាចរើសកន្លែង tool នេះរើសពាក្យ create image បន្ទាប់មកទៀត auto យើងអាចរើសទាក់ទងនឹងទំហំរូបភាពរបស់យើងបានយើងចង់ឆ្លាញ់ប៉ុណ្ណាយកប៉ុណ្ណាបន្ទាប់មកទៀតយើងធ្វើការ pass ទាក់ទងនឹង prompt ដែលយើងបានបង្កើតបាទបន្ទាប់ពីយើង pass prompt ដែលយើងបានបង្កើតយើងរងចាំបាទយើងចុចទៅប៉ុណ្្នឹងមករងចាំរហូតដល់ image របស់យើងដំណើរការបាន 100%បាទបន្ទាប់ពីយើងរងចាំយើងបានទាក់ទងនឹង reset បែបនេះបាទសម្រាប់ទាក់ទងនឹងការបង្កើតនេះយើងបង្កើតទាក់ទងកញ្ចក់អំណាចថ្នាក់ទី1ហើយសម្រាប់ zipper អីវាអាចខុសគ្នាតែទួចប៉ុន្តែយើងអាច design មើលទៅរាងប្លែកផងដែរអញ្ចឹងគ្រូអាចធ្វើការ design បន្ថែមហើយយកទៅ update បន្ថែមបាទហើយកន្លែងនេះយើងអាចធ្វើការមើលបានប៉ុន្តែអក្សរខ្មែរយើងមានខុសអក្ខរាវិរុទ្ធទៅទួចគឺយើងអាចធ្វើការកែប្រែបន្ថែមបាន